ក្តាមក្តាមបងនេះថ្ងៃនេះដើរចូលក្នុងព្រៃហើយក៏ដើររងាវភក់ប្រហែលមកនេះហើយដើរចូលមកដល់គឺឃើញសម្បកងាវភក់គឺច្រើនមែនតើម្ដងហើយសម្រាប់នៅតំបន់នេះគឺសម្បូរទៅដោយងាវភក់ហើយនឹងខ្យងចាក់ច្រែងមែនតើម្ដងដោយសារអីដោយសារតែមេឃភ្លៀងហើយគឺលក្ខណៈថាចាក់ច្រែងបងប្អូននឹងស្រាប់ហើយគឺឲ្យតែមេឃភ្លៀងគឺដឹងតែឡើងច្រើនមែនតើម្ដងហើយថ្ងៃនេះគឺខ្ញុំមករងាវបងប្អូននេះដោយសារតែចាក់ច្រែងគឺខ្ញុំធ្វើច្រើនវីដេអូដែរហើយថ្ងៃនេះគឺខ្ញុំមករងាវហើយខ្ញុំនឹងធ្វើម្ហូបថ្មីមួយដើម្បីឲ្យបងប្អូនបានទស្សនាផងដែរហើយសម្រាប់ម្ហូបនេះបងប្អូនមើលទៅប្រកបជាទំនងមែនតើហើយបងប្អូនចូលដឹងថាសកម្មភាពជំរងងាវភក់បែបណាតោះតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបាទសួស្តីបងប្អូនទាំងអស់គ្នាផងដែរថ្ងៃនេះដែរគឺមកកាន់វីដេអូខ្ញុំទៀតហើយបាទហើយសម្រាប់ថ្ងៃនេះផងដែរគឺខ្ញុំដើរកាត់ព្រៃរឿងឆ្ងាយដែរបងប្អូនទាំងអស់គ្នាគឺយើងជិះម៉ូតូមកមែនប៉ុន្តែយើងជិះម៉ូតូទុកហើយគឺយើងដើរមកឆ្លងព្រៃឆ្លងទឹកឆ្លងអីគឺទ្រាំមកដល់ទីតាំងគឺទីតាំងនេះគឺទីតាំងដែលសម្បូរទៅដោយព្រៃងាប់មែនតើម្ដងតោះបងប្អូនគ្រាន់តែដើរមកដល់ភ្លាមបងប្អូនអើយមេឃភ្លៀងហើយក៏ក្តាមឡើងក្តាមអីចឹងបងប្អូនចាំមើលវីដេអូខ្ញុំដេញចាប់ក្តាមទាំងអស់គ្នាតោះក្តាមបងប្អូននេះធំអូក្តាមបងប្អូនណាហើយក៏ឲ្យក្តាមសេកបងប្អូនក្តាមសេកដឹងជាប់ហ្នឹងចាំមើលចាប់មើលជួយធ្វើដៃលើបងប្អូនណែស្រុកបងប្អូនមានក្តាមចឹងហ៎ណែបងប្អូនអូសុទ្ធសាច់ហ្មងគីប៉ុនអីដល់ក៏លុចអេមដាក់ធុងទៅបងប្អូនបន្ទាប់ពីឃើញក្តាមហើយក៏យើងចាប់ក្តាមដាក់ចូលក្នុងធុងហើយយើងក៏ធ្វើដំណើរដើម្បីទៅដល់ទីតាំងមួយដើម្បីយើងដាក់អីវ៉ាន់ចុះហើយក៏យើងសម្រាកផងដែរបងប្អូននេះគឺយើងលក្ខណៈថាយើងហូបទឹកហូបអីបន្តិចបន្តួចចឹងហើយថ្ងៃនេះគឺមេឃរាំងល្អមែនតើម្ដងហើយសម្រាប់នៅខេត្តបងប្អូននៅស្រុកបងប្អូនដែលភ្លៀងដូចនៅខេត្តខ្ញុំអត់សម្រាប់ខេត្តកោះកុងបងប្អូនគ្នាគឺភ្លៀងលក្ខណៈថាភ្លៀង3ថ្ងៃ4ថ្ងៃគឺជាប់គ្នាគឺទឹកហូរដាច់ហូរច្រើនមែនតើម្ដងហើយពីមុនគឺខ្ញុំមកដល់ទីតាំងនេះដែរគឺខ្ញុំឃើញងាវប៉ុន្តែខ្ញុំមកថតចាក់ច្រែងអញ្ចឹងបងប្អូនគឺខ្ញុំមករកចាក់ច្រែងនៅសារតំបន់នេះគឺចាក់ច្រែងគឺសម្បូរមែនតើម្ដងគឺខ្ញុំមិនមែននិយាយទេហើយបងប្អូនចាំទស្សនាទៅវីដេអូចាក់ច្រែងគឺបងប្អូននឹងស្រាប់ហើយវីដេអូមុនដែលខ្ញុំបានផុសនោះគឺចាក់ច្រែងគឺច្រើនមែនតើម្ដងហើយថ្ងៃនេះគឺខ្ញុំមករកងាវបងប្អូនគ្នាគឺងាវមួយបងប្អូននេះឃើញបងប្អូនឃើញច្រឡំគល់ឈើណាងាវបងប្អូនចាំទស្សនាអស់គ្នាតែខ្ញុំរើសងាវយកទៅធ្វើមុខម្ហូបអីបងប្អូនខ្ញុំក៏មិនទាន់ដឹងដែរព្រោះប្រហែលមិនទាន់ឃើញបងប្អូនបងប្អូនមិញរើសអានងាវភក់មួយហើយបងប្អូនទស្សនាវីដេអូដំបូងបងប្អូនដឹងស្រាប់ហើយមានខ្ញុំចាប់ក្តាមដេញចាប់ក្តាមបងប្អូនមិនមែនដេញចាប់អីណាហើយឥឡូវខ្ញុំប្រងដើររើសងាវភក់បន្ថែមហើយនេះបងប្អូនពីរថាព្រៃពីក្រោយខ្នងខ្ញុំស្អាតណាអានេះគេថាព្រៃកូនដើមក្រញឹបបងប្អូនព្រៃក្រញឹបបងប្អូនស្គាល់ដើមក្រញឹបអត់ព្រោះនៅតំបន់ទឹកប្រៃហើយខាងក្រោយនោះវាស្អាតបងប្អូនហើយឥឡូវនេះបងប្អូនងាវភក់យើងបានតែមួយទេព្រោះឥឡូវយើងប្រងតែដើររើសបន្ថែមទៀតយកទៅធ្វើមុខម្ហូបអីបងប្អូនចាំទស្សនាអស់គ្នាព្រោះខ្ញុំប្រងដើររើសបន្លែដែរបន្ទាប់ពីរៀបរាប់ពីទេសភាពឬក៏ទីតាំងដែលខ្ញុំមករកខ្យងផងដែរគឺបងប្អូននឹងស្រាប់ហើយគឺទេសភាពប្រកាសជាស្រស់ស្អាតមែនទែនតែម្ដងគឺព្រៃឡើងខៀវខ្ចីតែម្ដងហើយឥឡូវនេះយើងកំពុងតែដើររកងាវភក់ទៀតបងប្អូនព្រោះថាយើងដើររកបន្តដោយសារថានៅតំបន់នេះគឺវគ្គមុនគឺខ្ញុំចូលមកគឺសម្បូរងាវភក់មែនទែនតែម្ដងគឺខ្ញុំអត់តន់រើសទេខ្ញុំថាចាំវគ្គក្រោយគឺខ្ញុំនឹងរើសគឺវគ្គមុនគឺខ្ញុំមករើសចាក់ចែងគឺមេឃភ្លៀងចឹងហើយគឺខ្ញុំថាវគ្គក្រោយគឺខ្ញុំនឹងមករកងាវភក់អញ្ចឹងបងប្អូនគ្នាគឺឥ
ឥឡូវដល់ពេលមកឃើញតែសបកឃើញតែអីចឹងហើយគឺងារភក់វាងាប់ផងបងប្អូននេះដោយសារថាពេលដែលមេឃអត់ភ្លៀងគឺវាក្តៅខ្លាំងចឹងហើយនៅតំបន់នេះគឺវាមិនសូវមានដីខ្សាច់លក្ខណៈថាភក់បងប្អូនអរគ្នាគឺដីរឹងអញ្ចឹងហើយគឺងារភក់គឺវាឆាប់ងាប់មែនតើតែម្ដងតែក្តៅខ្លាំងគឺងារភក់ដឹងថាងាប់មកបងប្អូននេះហើយសបកងារភក់គឺងាប់ច្រើនមែនតើតែម្ដងហើយនេះដែរគឺជាសកម្មភាពបងប្អូននេះដែលខ្ញុំរកងារភក់អញ្ចឹងណាចឹងហើយគឺមិនងាយស្រួលទេហ្មងណាបងប្អូននេះគឺរៀងពិបាកដែរតែធ្វើម៉េចដើម្បីមានវីដេអូឲ្យបងប្អូនបានទស្សនាហើយក៏រកងារភក់ក៏រកលក់ដែរបើសិនជាបងប្អូនចង់ទិញអាចកម្មង់បានបងប្អូនងាវបើយើងរវាមិនជាអត់ទេតែគាត់ថាវាមិនបានច្រើននេះបងប្អូនឃើញធំមិនតែបង្ហាញតែធំណាអត់ក៏បង្ហាញដែរដោយសារងាវវាយ៉ាងថាងាវរស់ដោយធម្មជាតិមិនមែនយើងចិញ្ចឹមយើងទៅចាប់បើថាយើងទៅទិញយកប៉ុណ្ណឹងស្មើអានេះយើងរស់ដោយធម្មជាតិបងប្អូនតោះទៅទស្សនាអស់គ្នាដែលខ្ញុំយកងាវធ្វើអីពីខ្ញុំរើសងាវភក់រួចរាល់ហើយខ្ញុំក៏មកចាប់ដើមលាងងាវភក់ផងដែរបងប្អូននេះហើយនៅតំបន់នេះគឺវាមានព្រែកមួយទូចមួយហើយសម្រាប់នៅក្នុងព្រែកនេះមិនដឹងថាមានត្រីអត់ទេបងប្អូននេះដោយសារថាខ្ញុំអត់ទាន់បានរកត្រីអញ្ចឹងតែខ្ញុំច្បាស់ថានៅតំបន់នេះប្រហែលជាអាចនឹងមានត្រីបងប្អូននេះដោយសារតែវាមានឃ្លោងពីក្រោមមកអញ្ចឹងណាចឹងហើយគឺអាចត្រីនឹងឡើងតាមឃ្លោងនឹងមកចូលឃ្លោងខាងលើបងប្អូននេះចឹងហើយគឺខ្ញុំអត់ទាន់បានសាកយកសំណាញ់យកមកបងទេហើយនេះដែរគឺជាសកម្មភាពយើងលាងងាវដើម្បីដល់ពេលយើងស្ងោរវាទៅយើងបេះសាច់ទៅកុំឲ្យវាមានដីមានអីចឹងគឺយើងហូបទៅវាអាចប៉ះពាល់តម្រងនោមប៉ះពាល់អីចឹងបងប្អូននេះចឹងហើយគឺយើងធ្វើវាស្អាតគឺធ្វើវាស្អាតយើងហូបទៅគឺយើងមានសុខភាពល្អដែរបងប្អូននេះហើយរបស់ធម្មជាតិយើងនិយាយទៅគឺឆ្ងាញ់មែនតើម្ដងហើយសម្រាប់ងាវភក់នេះដែរដូចខ្ញុំប្រាប់ចឹងបងប្អូននេះបើសិនជាបងប្អូនចង់ហូបបងប្អូនអាចទំនាក់ទំនងមានទាំង Telegram មានទាំង Facebook បងប្អូនអាចចូលមើលបាននៅក្នុង YouTube គឺមានទាំងអស់តែម្ដងហើយឥឡូវនេះផងដែរយើងក៏ចាប់ផ្ដើមមកធ្វើចក្រានផងដែរបងប្អូននេះគឺក្នុងព្រៃអត់មាននេះទេយើងដំចក្រានគឺដើម្បីដាក់ដាំបាយផងហើយនឹងធ្វើម្ហូបផងដែរហើយបន្ទាប់ពីយើងដំចក្រានដំអីរួចរាល់ហើយយើងក៏ចាប់ផ្ដើមទៅរកអូសផងដែរបងប្អូននេះគឺយើងទៅរកអូសដើម្បីយើងយកមកដិតហើយសម្រាប់ដែរបងប្អូនដែលគាត់ធ្លាប់ដើរព្រៃបងប្អូនប្រកាសជាដឹងហើយគឺដើរព្រៃគឺយើងមិនទៅយកអូសឬក៏ដើមឈើណាដែលវាដួលដែលវាអីទេបងប្អូននេះដើមឈើដែលដួលគឺដើមឈើហ្នឹងគឺជក់ទឹកទេបងប្អូននេះបងប្អូនបើសិនជាចង់ដើរព្រៃបងប្អូនមើលតែគល់ឈើណាមួយដែលវាត្រង់បងប្អូនទៅកាប់វាមកអាដើមឈើងាប់អញ្ចឹងគឺវាអត់ជក់ទឹកទេបងប្អូនហើយឆេះស្រួលទៀតបងប្អូនអត់ជាបងប្អូនចាំមើលវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាដែរខ្ញុំនិយាយមែនបងប្អូននេះបើសិនជាបងប្អូនធ្លាប់ដើរព្រៃធ្លាប់ដើរអីបងប្អូនច្បាស់ជាដឹងពីវិធីដើរព្រៃហើយគឺយើងមិនអាចទៅយកដើមឈើដែលដួលរលំនៅលើដីទេដោយសារអីដោយសារថាមេឃភ្លៀងមកគឺវាជក់ទឹកតែដើមឈើដែលលក្ខណៈថាវាគេកាប់ហើយនៅសតគល់នៅសតអីចឹងគឺវាជក់ទឹកទេបងប្អូននេះគឺយើងអាចយកមកបង្កាត់ភ្លើងបានគឺឆេះស្រួលមែនតើម្ដងគឺវាស្ងួតល្អតែម្ដងបងប្អូននេះគឺខ្ញុំអត់ដឹងមូលហេតុដែរដោយសារថាយើងអត់ដឹងចឹងបងប្អូននេះគឺខ្ញុំដឹងតាមចាស់ទេតែគាត់ធ្លាប់ដើរព្រៃដើរអីចឹងហើយបន្ទាប់ពីយើងកាប់អូសកាប់អីរួចរាល់ហើយយើងបង្កាត់ភ្លើងឆេះអីយើងក៏ចាប់ផ្ដើមដាក់ស្ងោរងាវភក់បងប្អូននេះបើសិនជាបងប្អូនចង់ដឹងថាងាវភក់ធ្វើតាមរបៀបណាស្រួលធ្វើអីចឹងបងប្អូននេះមើលវីដេអូនេះហើយបងប្អូនអាចយកទៅនិវត្តបានបងប្អូននេះឬក៏ទិញពីខ្ញុំទៅបងប្អូនចង់កែងចង់អីចង់ស្លតាពាំងស្លអីគឺបងប្អូនស្រោះវាហើយយកសាច់វាចឹងគឺយើងអាចយកទៅស្លបានធ្វើទឹកប្រហុកធ្វើអីចុចក៏បានដែរបងប្អូននេះគឺបានបញ្ចប់តែម្ដងហើយបន្ទាប់ពីយើងដាក់ស្ងោរហើយក៏យើងដើរមកមើលតាពាំងដែរបងប្អូននេះគឺថ្ងៃនេះ
គឺដោយសារអីដោយសារថានៅតំបន់នេះគឺមានតាពាំងពី3គុំដែរបងប្អូនគ្នាដោយសារថានៅតំបន់នេះគឺភូមិចាស់គេទុកចោលយូរហើយបងប្អូនគ្នាអញ្ចឹងហើយគឺមានតាពាំងមានអីដុះច្រើនមែនតែនតែម្ដងគឺយើងមិនមែនមកលក្ខណៈថាយើងមិនមែនមកលួចមកអីទេបងប្អូនគ្នាគឺតាពាំងនៅនេះគឺបើយើងមិនចាក់ក៏មានពីណាគេចាក់ដែរបងប្អូនគ្នាគឺភូមិចាស់គេចោលអញ្ចឹងបងប្អូនគ្នាអញ្ចឹងហើយគឺយើងយកតាពាំងគឺយើងយកមកកែងជាមួយនឹងងាវភក់បងប្អូនគ្នាហើយចង់ដឹងថានៅក្នុងវីដេអូនេះមានរសជាតិបែបណាហើយឆ្ងាញ់មកប៉ុណ្ណាបងប្អូនចាំទស្សនាវីដេអូនេះជាមួយខ្ញុំរហូតដល់ចប់ទៅហើយបន្ទាប់ពីយើងកាត់តាពាំងកាត់អីរួចរាល់ហើយយើងក៏ចាប់ដើមមកឆ្កឹះវាយកសាច់ងាវភក់ផងដែរបងប្អូនគ្នាគឺអូបងប្អូនគ្នាគឺសាច់ងាវភក់គឺអែមមែនតើម្ដងបងប្អូននេះគឺយើងស្ងោររួចរាល់ហើយនេះជាសាច់ដែលយើងបេះបានគឺមកកូនកូនគម្របឆ្នាំងដែរបងប្អូននេះហើយតាពាំងយើងគឺយើងស្រោះវាសិនបានយើងដាក់កែងជាមួយគ្នាអញ្ចឹងបងប្អូននេះគឺកុំឲ្យវាខាកុំឲ្យវាអីអញ្ចឹងយើងត្រូវតែស្រោះវាតាពាំងហើយតាពាំងនេះគឺផ្អែមមែនតើម្ដងបងប្អូននេះគឺតាពាំងផ្អែមហើយខ្ញុំអត់បានយកខ្លាញ់ចេញមកទេអញ្ចឹងហើយគឺយើងបានដាក់ទឹកទេបងប្អូននេះសម្រាប់ខ្ញុំគឺខ្ញុំធ្វើរាល់ដងគឺខ្ញុំដាក់ទឹកបងប្អូននេះគឺខ្ញុំអត់ដាក់ខ្លាញ់ទេដោយសារអីដោយសារតែដាក់ខ្លាញ់គឺហូបអត់សូវឆ្ងាញ់ដូចដាក់ទឹកបងប្អូននេះដល់ពេលយើងដាក់ទឹកដាក់អីច្បល់គ្រឿងច្បល់អីគឺវាឆ្ងាញ់មួយយ៉ាងដែរបងប្អូននេះហើយរបស់ដែលយើងរកបានធម្មជាតិហើយទំពាំងជាមួយទំពាំងមួយអីគឺអូពិសេសតែមែនបងប្អូននេះគឺ the best ហ្មង the best លើ the best ហ្មងបងប្អូននេះហើយបងប្អូនមើលទៅយើងចាក់សាច់ងាវចូលទៅគឺកូរជាមួយគ្នាមើលទៅគឺអូតំណងមែនតែនតែម្ដងអាហ្នឹងយើងកំពុងតែស្លអាហ្នឹងយើងមិនទាន់ហូបបងប្អូនគ្នាហើយនេះដែរយើងក៏ចាប់ដើមចាក់តាពាំងចូលបងប្អូនគ្នាគឺយើងដាក់តាពាំងចូលហើយគឺសាច់ងាវឆ្អិនគឺយើងដាក់តាពាំងចូលហើយគ្រឿងនេះដែរគឺយើងគ្រឿងកែងទិញទេបងប្អូនគ្នាគឺយើងមិនមែនធ្វើខ្លួនឯងទេដោយសារអីដោយសារតែយើងនាំយើងបុកយើងធ្វើអីទៀតគឺយូរមែនតើហ្នឹងតែម្ដងចឹងហើយយើងទិញគេទៅមួយថង 1000 2000ទិញគេមកហើយយើងមកចូលក្នុងព្រៃយើងធ្វើម្ហូបធ្វើអីចឹងមកហើយបន្ទាប់ពីម្ហូបយើងចិត្តឆ្អិនបងប្អូននេះយើងក៏ចាប់ដើមចាក់អង្ករចាក់អីចូលឆ្នាំងដើម្បីយើងដាក់ដាំបាយផងដែរហើយបាយនេះគឺមកកំប៉ុងជាងបងប្អូននេះដឹងតែដាច់ហើយគឺយើងថតតាំងពីព្រឹករកគ្រឿងសមុទ្ររកអីហត់ទេផងហើយយើងដឹងស្រាប់ហើយបងប្អូននេះម្ហូបក្នុងព្រៃដាំបាយអូសអីអូសចេះគឺឆ្ងាញ់មែនតើម្ដងគឺឆ្ងាញ់ជាងនៅផ្ទះបងប្អូននេះគឺខ្ញុំចូលចិត្តលក្ខណៈថាបែបហ្នឹងគឺខ្ញុំចូលចិត្តមែនតើម្ដងហើយបងប្អូនមើលទៅទេសភាពគឺស្រស់ស្អាតមែនតើម្ដងមេឃក៏ចង់រកភ្លៀងអីចឹងមេឃរៀងស្រឡះតិចចឹងថ្ងៃហ្នឹងចឹងគឺបងប្អូនហើយគឺនិយាយទៅក្តីសុខមែនតើហើយណាមួយនៅក្នុងព្រៃរៀងស្ងាត់ទៀតហើយយើងធ្វើម្ហូបធ្វើចេះគឺយើងនិយាយទៅគឺអត់ដឹងគួរនិយាយអីទៀតទាំងនោះបងប្អូនគ្នាហើយបងប្អូនចាំទស្សនាការហូបជាមួយខ្ញុំទាំងអស់គ្នាតើឆ្ងាញ់ឬមិនឆ្ងាញ់អាហ្នឹងស៊ីសងលើបងប្អូនដាក់បន្ទុកទេហើយសម្រាប់ម្ហូបវិញតំណងមកតំណងក៏បងប្អូនជួយដាក់បន្ទុកមកតោះបងប្អូនទស្សនាជាមួយខ្ញុំទាំងអស់គ្នាម្ហូបយើងចាប់ដើមឆ្អិនហើយបងប្អូនហើយមើលទៅគួរឲ្យទំនងគាត់ថាមើលភ្លាមមិននឹកស្មានថាអ្វីដែលខ្ញុំអស់ចាស់ដល់ថ្នាក់ហ្នឹងហើយមើលទៅឆ្ងាញ់ហ្មងគាត់ថាហិតក្លិនហើយនឹងគាត់ថាមើលបងប្អូនដឹងថាឆ្ងាញ់លេខ1ហ្មងហើយឥឡូវចាំបងប្អូនចាំទស្សនាខ្ញុំហូបឲ្យមើលចាំមើលទស្សនាហូបរបស់គ្នាតែមុខហូបឲ្យគេបងប្អូនណោះបងប្អូននេះនេះគេហៅកៃទំពាំងបងពិតជាអែមមកនេះងាញ់មែនបងប្អូនបាយសលេមួយទឹកកែងទំពាំងលេមួយផ្សេងភ្លើងហុយមកឆ្ងាញ់មែនទែនបងប្អូនឆ្ងាញ់មែនមិនចេះថាលេងណាហើយឡើងស្រួយស្រាប់ហ្មងទំពាំងផ្អែមយើងem nào bọn nó
ôi lên đập tay phượng món em rút chết play không là hô tao bảo ôi chết nha cái bèn mùi nghiệp phụ bố ơi chết đâu chết làm em suối sập mà tập bèn dừng cháy cháy ra mùi nghiệp phụ biết ngay không à quay trên đây mau phim phim ôi cho lụa ôi dành phượng quá nè ngày nhau vốn ơi này là hỗ tập này đó hà lê cay tương đít vốn mình tối mình là phần này thế vốn bye bye